សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះដែរគឺយើងនិយាយអំពីឡានអគ្គិសនីដែលដូចជានៅខាងក្រោយខ្នងរបស់ខ្ញុំអញ្ចឹងគឺ Mazda EZ6 ចឹងចំពោះឡានអគ្គិសនីមួយនេះដែរត្រូវបានរួមសហការដោយពីរក្រុមហ៊ុនគឺមានក្រុមហ៊ុន Mazda ជាមួយនឹងក្រុមហ៊ុន Chang'an ដែលការផលិតឡើងហ្នឹងគឺបានធ្វើឡើងនៅប្រទេសចិននៅឯទីក្រុង Nanjing ងាកមកមើលការរចនារបស់ឡាននេះវិញគឺគេរចនាបែបអនាគតបណ្ណិតជាមួយនឹងភាពទំនើបស៊ីវិល័យរីឯអាគុយរបស់វាវិញគឺប្រើកញ្ចប់អាគុយ 68.8 kW ម៉ោងជាប្រភេទអាគុយ LFPD ជារបស់ក្រុមហ៊ុន Shell ដែលសាកមកពេញអាចជិះបានទៅដល់600 km ហើយរីឯ top speed របស់វាវិញគឺមានល្បឿនកម្ពស់រហូតដល់170 km ក្នុង1ម៉ោងអញ្ចឹងសម្រាប់កញ្ចប់អាគុយហើយនឹង performance ប៉ុណ្នេះគឺយើងអាចជិះនៅលើផ្លូវស្រុកខ្មែរបានយ៉ាងស្រួលហើយបើងាកមកមើលប្រព័ន្ធសុវត្ថិភាពវាវិញគឺមានច្រើនសម្បូរបែបមែនទែន sensor របស់វាគឺមានពីដណ្ដប់គ្រាប់ជាមួយនឹងកាមេរ៉ា360ដែលវាបង្ហាញនៅគុណភាពច្បាស់ជាមួយនឹងពងសុវត្ថិភាព6គ្រាប់ទាំងមុខទាំងក្រោយជាមួយនឹងគៀនប្រព័ន្ធហ្វ្រាំងអូតូជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS EBD BA ប្រព័ន្ធទប់លំនឹង PCS ESP មុខងារចាប់ផ្លាកសញ្ញាចរាចរណ៍ Adaptive Cruise Control Lane Departure Warning Forward Collision Warning Rear Collision Warning ក៏ដូចជា Reversing Signing Warning Door Opening Warning Lane Keeping Assist and Lane Centering Assist ក៏ដូចជាមួយនឹងកៅអីក្តៅត្រជាក់ដែលអាចស្រេបានច្រើនរបៀបផងដែរអញ្ចឹងអ្នកនរគ្នាសាកទាយមើលថាឡាននឹងតម្លៃប៉ុន្មានដែរគឺតម្លៃវាត្រឹមតែ 30000 ជាងតែប៉ុណ្ណោះប៉ុន្តែ option នៃជាមួយនឹងភាពទំនើបបណ្ឌិតវិញគឺស្មើឡានគេ 4-50000 ទៅហើយ